HMPV វាអត់ដូចផ្ដាសាយដែលថាកដាស់មកឈិចនៅឆ្ងាយគ្នាងាយឆ្លងអត់ទេភាគច្រើនតែនៅរៀងចិត្តទៅបានងាយឆ្លងតើ HMPV ជាអ្វីសហការផលិតដោយ MyCat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DOTOP ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រី មហារីកមាត់ស្បូន មហារីកដោះ រោគបុរស តម្រងនោម វះកាត់ចោះ វះកាត់ទូទៅ ចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេស ទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926សូមជម្រាបសួរនឹងខ្ញុំវិជ្ជបណ្ឌិតដុំចាន់មេរតជាវិជ្ជបណ្ឌិតឯកទេសផ្នែកសម្ភពនិងរោគស្ត្រីជាអគ្គនាយកនៃមន្ទីរសម្រាប់ព្យាបាល DOTOP ដែលមានទីតាំងចូលតាមច្រកមណ្ឌលសុខភាពស្ទឹងមានជ័យជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យដែលជាអតីត clinic ឯកទេសហើយយើងមានសេវាកម្មខាងផ្នែកសម្ភពផ្នែកវិបត្តិអត់កូនឬកូនច្រើនដងវិភាគរោគមហារីកមាត់ស្បូនដុំស្បូនដុំដោះជាដើមចា៎យើងបានឃើញជារូបម្នាក់ដែលថាកូនគាត់របស់គាត់ឆ្លង HMPV រហូតដល់ថ្នាក់មានជំងឺរលាកសួតធ្ងន់ធ្ងរហ្នឹងតើ HMPV ជាអ្វីអញ្ចឹង HMPV ពាក្យពេញរបស់វាគឺ Human Metapneumovirus វាគឺជា virus ម្យ៉ាងដែលបង្កឲ្យคล้ายទៅជាវិបត្តិនៃការរលាកទងសួតធ្ងន់ធ្ងរអាចរលាកសួតអាចឲ្យមាន respiratory distress មានន័យថាការកើតនៅហត់នៅជំងឺប្រព័ន្ធផ្លូវដង្ហើមអាចឲ្យមាន acute respiratory distress syndrome មានថាវាការរលាកនៅលើប្រព័ន្ធផ្លូវដង្ហើមរបស់គាត់មានកម្រិតស្រួចស្រាលឬមកក៏វាប៉ះទៅលើសរីរាង្គផ្សេងទៀតដូចជាតម្រងនោមឬអីអាចធ្វើឲ្យខ្សោយតម្រងនោមជាដើមហើយអាចបង្កឲ្យคล้ายទៅជាការកើតនៅជំងឺហឺតចាហឺតហ្នឹងគឺពិបាកដកដង្ហើមភ្លាមតែម្ដង HMPV ហ្នឹងវាមានចេញជារោគសញ្ញាអ្វីខ្លះ HMPV មានរោគសញ្ញាដូចជាអ្នកកើតផ្ដាសាយអញ្ចឹងតែគាត់មានសញ្ញាគ្រុនក្តៅហើយគាត់ក្អកខ្លាំងគាត់អាចឈឺដើមទ្រូងគាត់ពិបាកដកដង្ហើមតែអ្វីដែលកាន់តែពិសេសហ្នឹងគឺគាត់មាន skin rash មានន័យថាគាត់ឡើងរាងដូចក្រហមកទួលក្រហមនៅលើស្បែកវាខុសពីអ្នកកើតផ្ដាសាយធម្មតាកម្រមានឡើងកទួលក្រហមនៅលើស្បែកហ្នឹងគឺតើតើមានតេស្ត PCR ទើបដឹងថាយើងមានកើតអាហ្នឹងតើក្រុមមនុស្សប្រភេទណាដែលងាយកើតនៅ HMPV ហ្នឹងនិយាយរួម HMPV គឺអាចឆ្លងទៅគ្រប់មនុស្សទាំងអស់ក៏ប៉ុន្តែអ្នកដែលឈឺហើយកម្រិតធ្ងន់គឺជាភាគច្រើនទៅលើកូនក្មេងចន្លោះពីក្រោម5ឆ្នាំស្ត្រីមានផ្ទៃពោះនិងអ្នកដែលកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយប្រព័ន្ធភាពស៊ាំគាត់ខ្សោយឬមកក៏មនុស្សចាស់អាយុលើសពី65ឆ្នាំសម្រាប់ក្រុមពួកគាត់ហ្នឹងគឺងាយប្រឈមនឹងកើត HMPV តែ HMPV វាអត់ដូចផ្ដាសាយដែលថាកដាស់មកឈិចនៅឆ្ងាយគ្នាងាយឆ្លងអត់ទេភាគច្រើនតែនៅរៀងចិត្តទៅបានងាយឆ្លងតើយើងធ្វើដូចម្ដេចដើម្បីកុំឲ្យខ្លួនឯងនឹងកើត HMPV ព្រោះបច្ចុប្បន្នរាល់ថ្ងៃយើងអត់ទាន់មានវ៉ាក់សាំងការពារជាមួយនឹង HMPV នឹងទេតែយើងធ្វើការពារខ្លួនយើងមិនកុំឲ្យយើងងាយឆ្លងគឺយើងត្រូវពាក់ម៉ាស់ចាយើងអនាម័យដៃឲ្យបានស្អាតទៅហើយពេលក្រោយការកដាស់ឬមួយក៏អីយើងយកដៃខ្ទប់យើងកុំយកនេះមកប៉ះភ្នែកឬមួយក៏មាត់របស់យើងសម្រាប់អ្នកដែលគិតថាសង្ស័យថាខ្លួនឯងមានជំងឺហ្នឹងហើយគួរតាធ្វើការប្រឹក្សាយោបល់ឬទទួលការព្យាបាលហើយធ្វើមិនពាក់ម៉ាស់ខ្លួនឯងឲ្យបានឬក៏កុំទៅកន្លែងដែលមានមនុស្សច្រើនដែលងាយចម្លងទៅអ្នកដទៃពេលដែលឈឺ HMPV គេព្យាបាលដូចជាអ្នកដែលមានជំងឺផ្ដាសាយឬរលាកសួតគ្រូពេទ្យនឹងព្យាបាលតាមរយៈរោគសញ្ញាបើសិនជាមានការបង្ករោគគាត់នឹងឲ្យថ្នាំ antiviral គាត់នឹងឲ្យថ្នាំ antibiotic បើសិនជាមានការបង្ករោគដោយសារពពួកបាក់តេរីជ្រៀតចូលបន្ថែមនៅពេលដែលខ្លួនយើងកំពុងតែខ្សោយអញ្ចឹងអាចមានការផ្ដល់អុកស៊ីហ្សែនមានការបើសិនជាគាត់ហឺតយើងឲ្យការស្ពងការអីឬបន្ថយការហឺតនឹងឯងអ្វីដែលសំខាន់បំផុតគឺចង់ឲ្យបងប្អូនទាំងអស់គ្នាដឹងស្គាល់នៅរោគសញ្ញារបស់វាដែលមានដូចជាសញ្ញាគ្រុនក្តៅតែវាក្អកខ្លាំងខុសពីធម្មតាវាងាយហត់ហើយពេលខ្លះអាចចេញ skin rash អញ្ចឹងយើងមើលខ្លួនយើងបើសិនជាយើងមានសញ្ញាមិនធម្មតាអស់ហ្នឹងយើងត្រូវប្រញាប់ទៅជួបប្រឹក្សាយោបល់ជាមួយនឹងវិជ្ជបណ្ឌិតដើម្បីទទួលការព្យាបាលឲ្យបានទាន់ពេលវេលាចា៎សូមអរគុណសហការផលិតដោយ MyCat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DOTOP ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រី មហារីកមាត់ស្បូន មហារីកដោះ រោគបុរស តម្រងនោម វះកាត់ចោះ
វះកាត់ទូទៅចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជាបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេសទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926